this that these those អញ្ចឹង4ពាក្យហ្នឹងតើយើងគួរប្រើដោយរបៀបណាអញ្ចឹងយើងក្រឡេកមកមើល this ហើយនឹង that this ហើយនឹង that ហ្នឹងគឺយើងប្រើជាមួយនឹង singular ជាមួយនឹងឯកវចនៈអញ្ចឹងយើងមើល this for only one things and near us អញ្ចឹង this ហ្នឹងយើងប្រើបានរបស់តែមួយឯងតែមួយហើយនៅចិត្តយើងដល់ពេល that វិញ for only one thing and far from us អញ្ចឹង that ហ្នឹងប្រើបានរបស់តែមួយដែរតែនៅឆ្ងាយពីយើងអ្នកទាំងអស់គ្នាឃើញអត់អញ្ចឹងហើយក៏មិនសម្រាប់តែរបស់ដែរយើងអាចនិយាយ this ហ្នឹងសំដៅទៅលើមនុស្សក្មេងស្រីអីក៏បានដែរតែគាត់ថាប្រើសម្រាប់តែមួយឬក៏ម្នាក់ហើយនៅចិត្តឬក៏នៅឆ្ងាយអញ្ចឹង this ហ្នឹងសម្រាប់នៅចិត្ត that ហ្នឹងសម្រាប់នៅឆ្ងាយអញ្ចឹងយើងមើល example ទាំងអស់គ្នា this is my marker this is my marker ឃើញ marker ហ្នឹង fur ហ្នឹងនៅចិត្តឈើអត់អញ្ចឹងនេះគឺជា fur របស់ឈើចុះបើឈើនិយាយថា that is my marker អញ្ចឹងមានន័យថា marker ហ្នឹងនៅឆ្ងាយចេះ fur ហ្នឹងនៅឆ្ងាយ that is my marker តើយើងមកមើល these ហើយនឹង those វិញម្ដង these ហើយនឹង those យើងប្រើជាមួយនឹង plural គឺពហុវចនៈអញ្ចឹងយើងមកមើល these for more than one thing and near us អញ្ចឹងយើងប្រើប្រាស់ these ហ្នឹងពី2ឡើងទៅអញ្ចឹងឈើមាន verb 2ហើយនៅចិត្តយើងអញ្ចឹងយើងពេលដែលមានរបស់2ឡើងទៅនៅចិត្តយើងប្រើ these ដល់ពេល those វិញ for more than one thing and far from us អញ្ចឹងមានន័យថាយើងប្រើ those ហ្នឹងរបស់ដែល2ឡើងទៅដូចគ្នាតែនៅឆ្ងាយពីយើងឧទាហរណ៍ those are my marker អញ្ចឹងមានន័យថានេះឈើដាក់នៅឆ្ងាយចេះ those are my marker ឃើញនៅឆ្ងាយពីឈើអត់ហើយ verb ហ្នឹងមាន2ឡើងទៅអញ្ចឹងនឹងយើងប្រើ those are my marker ចុះបើឈើថា these are my marker អញ្ចឹងមានន័យថានៅចិត្តឈើចេះ these are my marker យល់អត់អ្នកទាំងអស់គ្នាអញ្ចឹងសរុបមក these ហើយនឹង that យើងប្រើនៅក្នុងឯកវចនៈរបស់ដែលមានតែមួយ these សម្រាប់មួយដែលនៅចិត្ត that សម្រាប់មួយដែលនៅឆ្ងាយតែដល់ពេល these ហើយ those វិញគឺពហុវចនៈ2ឡើងទៅ these សម្រាប់នៅចិត្ត2ឡើងទៅ those សម្រាប់អីដែលនៅឆ្ងាយពីយើងអញ្ចឹងអ្នកទាំងអស់គ្នានៅមានចម្ងល់អីទៀតអត់អាច comment នៅខាងក្រោមបាន Goodbye everyone